បុរសម្នាក់ជួកូនប្រុសរបស់គាត់ពីកន្លែងសារប្រពន្ធគាត់មានជំងឺប្រចាំកាយគាត់បានបេះថ្នាំដើម្បីលោកយកលុយព្យាបាលប្រពន្ធដោយមិននឹកស្មានដល់គ្រាន់តែពួកគេហ៊ាននឹងត្រឡប់ទៅផ្ទះវិញពួកគេបានជួបខ្លាដ៏កាចសាហាវបានខំគាត់អូសទៅធ្វើជាអាហារគាត់ភ័យខ្លាំងណាស់ពេលដែលគាត់គិតថាគាត់ចិត្តនឹងស្លាប់កូនប្រុសរបស់គាត់ចេញមកយ៉ាងក្លាហានទូមានគ្រោះថ្នាក់ពីខ្លាប៉ុន្តែខ្លាមិនបានវាយប្រហារក្មេងប្រុសទេដោយសារក្មេងធ្លាប់ជួយជីវិតខ្លាមានតែពេលនោះទេទើបពួកគេអាចគេចផុតពីស្ថានភាពលំបាកនេះបានដូច្នេះហើយអ្វីទាំងអស់សុទ្ធតែមកពីអំពើល្អរបស់កូនបាននាំមកនៅថ្ងៃនេះពរជ័យបន្សល់ទុកនៅអំណាចដ៏អស្ចារ្យរបស់ខ្លាសត្វព្រៃនឹងជួយអ្នកបណ្ដេញចេញមនុស្សនឹងសំណាងអាក្រក់ថ្ងៃខាងមុខសូមឲ្យដំណើរជីវិតរបស់លោកអ្នកដំណើរទៅដល់ចំណុចនឹងនាំមកនៅនេះកើតឡើងក្នុងរាជវង្សថាងក្នុងអំឡុងពេលនោះក្មេងប្រុសឈ្មោះឆេតថែនហើយឪពុករបស់គេពួកគេរកស៊ីដោយលក់ថ្នាំអ្នកលក់ថាវាមិនមែនថាខ្ញុំមិនចង់ជួយអ្នកទេតែសពថ្ងៃមានអ្នកយកមកលក់ច្រើនពេកហើយវាជាឱសថទាំងនេះគឺជាធម្មតាពេកវាមិនមានតម្លៃច្រើនតតែសោះរុក្ខជាតិដែលគាត់ខំប្រមូលយ៉ាងយកចិត្តទុកដាក់យ៉ាងណាក៏វាមិនមែនជាថ្នាំដែលមានតម្លៃថ្លៃឬក៏មនសម្ភារៈម្ចាស់ហាងបាននិយាយថាឱសថស្ថានលែងត្រូវការទៀតហើយឱសថប្រភេទនេះមិនបាច់ចំណាយលុយទិញប្រពន្ធទេថ្នាំចៅហ្វាយអស់សង្ឃឹមពេលឃើញដូច្នេះជួយនឹងបានផ្ដល់ថ្នាំបុរាណចិនមួយកញ្ចក់ឲ្យទៅឪពុកនិងគុំវិញទេខ្ញុំនឹងមិនទទួលយកឱសថទាំងនេះដែលអ្នកបានប្រមូលនោះទេយើងអាចទទួលយកបន្ថែមទៀតម្ចាស់ហាងម្ដាយរបស់ឈឺធ្ងន់ណាស់គាត់ត្រូវមកពិនិត្យសុខភាពតើអ្នកគិតថាតើអ្នកត្រូវការថ្នាំអ្វីខ្លះពីភ្នំបន្តយើងនឹងផ្ដល់ឲ្យអ្នកបានឃើញថាឪពុកនិងកូនពិតជាវាគួរឲ្យអាណិតណាស់ដូច្នេះពួកគេគាត់ថាតើថ្នាំដ៏មានតម្លៃបំផុតនៅលើភ្នំប្រាប់ពួកគេខ្ញុំបាននិយាយរួចហើយឲ្យតែរកបានថ្នាំលីងជឿអាយុ1000ឆ្នាំដែលដុះនៅចិត្តរូងខ្លាមានអ្នកណាម្នាក់បេះមកគាត់នឹងផ្ដល់មាសប្រាក់ជាច្រើនហើយគាត់នឹងមិនបំពេញការសន្យារបស់គាត់តែនោះជារូងខ្លាអ្នកណាហ៊ានទៅបេះទៅមនុស្សទៅច្រើនហើយតែគ្នាជីវិតមកវិញទេតែជាថ្នាំជួយសង្គ្រោះជីវិតមនុស្សបាននេះជារឿងល្អគួរឲ្យអាណិតណាស់ព្រោះរូងខ្លាយើងអាចសម្លឹងមើលដោយអស់សង្ឃឹមដោយគ្មានប្រាក់ទេឬដូច្នេះឪពុកកូនមានអារម្មណ៍ថាគាត់មានគម្រោងឡើងភ្នំដោយសម្ងាត់បេះលីងយូនិតរបស់ឆៃត្រឡប់ទៅផ្ទះវិញក្មេងប្រុសបានឃើញថាជំងឺបានធូរស្បើយខ្លះម្ដាយដែលធ្វើការងារផ្ទះផងដែរដល់ពេលរៀបចំអាហារពេលល្ងាចសម្រាប់ពួកគេម្ដងទៀតអ្នកម៉ែយើងត្រឡប់មកវិញហើយហេតុអ្វីបានជាអ្នកឡើងមកធ្វើការអ្នកម្ដាយកំពុងឈឺកុំធ្វើវាអីឆេនៅប្រញាប់ដាក់កន្ត្រកថ្នាំចុះតោះញ៉ាំគ្រូសាចង់ផ្ដល់ឲ្យម្ដាយរបស់ពួកគេសម្រាប់ការព្យាបាលតម្លៃថ្លៃក្រុមគ្រួសារបានប្រើប្រាស់ប្រាក់ជាដែលមានចិញ្ចៀនផ្ទេត្រូវបានប្រើដើម្បីគេមិនក្រីក៏ទេទោះបីជាពួកគេក្រីក៏ដោយប៉ុន្តែគ្រួសារទាំងមូលមានចិត្តល្អនេះបើតាមលោកវ៉ងឡៃហ៊ីវនៅក្បែរភ្នំខ្លានៅភូមិធ្វើបាបអ្នកណាទៀតអ្នកទាំងពីរក៏មិនគួរឡើងភ្នំដែរតោះវាមិនសំខាន់ទេថាតើពួកគេមានលុយឬអត់សុខភាពនិងសុខភាពរបស់គ្រួសារទាំងមូលគឺជារឿងសំខាន់បំផុតហើយហេអ្នកទាំងពីរសន្យានឹងខ្ញុំទេបាទពួកគេបានយល់ព្រមដោយពាក្យសម្ដីប៉ុន្តែឪពុកនិងកូនដោយសម្ងាត់ពួកគេបានពិភាក្សាអំពីរបៀបឡើងភ្នំក្រោយពីម្ដាយខ្ញុំហូបថ្នាំគាត់បានធូរស្រាលពីជំងឺនិយាយដូច្នេះហើយឪពុកកូនក៏ឡើងលើភ្នំគេលូនទៅមុខដោយភ័យខ្លាចពួកគេឡើងទៅយឺតស្វែងរកលីងជឿនៅតាមផ្លូវដោយហើយនៅពេលនេះឪពុករបស់នាងបានរកឃើញស្នាមជើងរបស់ខ្លាមិនល្អឪពុកស្រាប់តែសត្វសាហាវគាត់ចាប់កូនប្រុសរបស់គាត់យ៉ាងលឿនពួកគេបានលាក់ខ្លួននៅពីក្រោយថ្មក្រោកឡើងហើយវាពិតជាធំណាស់ខ្លាភ្នំជ្រៅនេះគឺជាជំរករបស់សត្វសម្បត្តិមិនដែលមានការចូលមកវិញដូច្នេះមកដល់ថ្ងៃនេះមិនមាននរណាអាចយកផ្កាដ៏មានអាយុកាល1000ឆ្នាំនេះបានពុកអ្នកបានឃើញខ្លាដែរឬទេស្អាតណាស់ឃើញហើយពិតជាមិនដូចគ្នាទេពុកយើងត្រូវត្រឡប់ទៅផ្ទះត្រឡប់ទៅផ្ទះឪពុកនិងកូនប្រុសគួរត្រូវត្រឡប់ទៅផ្ទះមុនហើយបន្ទាប់មកពួកគេបានចុះពីភ្នំមិនបានឆ្ងាយទេបានឃើញកូនពេលមួយតែមានរបួសឪពុកក៏និយាយថាសាច់របស់វាមានរសជាតិតម្លៃល្អឈាមវាមានអត្ថប្រយោជន៍សម្រាប់សុខភាពប្រសិនបំដាយអ្នកផឹកនៅរដូវរងានឹងមិនជួបការកកស្ទះទៅសេចក្តីស្រឡាញ់គួរត្រូវបានបញ្ឈប់អ្នកក្មេងប្រុសអ្នកកំពុងធ្វើអ្វីពុកពេលនេះស្អាតណាស់ពិតជាមានអ្វីខុសគ្នាប្រហែលវាជាបែបព្រះយើងប្រសិនបារបួសវាដើម្បីជួយម្ដាយវានឹងបន្ថយសំណាងរបស់ម្ដាយពុកសូមកុំសម្លាប់វាអីកូនប្រុសអ្នកមានចិត្តល្អនិងមានអនាគតល្អមានចំណូលពុកវាមានរបួសលើជើងមិនអាចត្រូវតែព្យាបាលមួយចំនួនរួចហើយឪពុកក៏ត្រូវបានចិត្តស្មោះរបស់កូនកាត់បន្ថយបន្ទាប់មកឪពុកនិងកូនបានជួយគ្នាផ្ដល់ជំនួយដល់ពេលនៅពេលល្ងាចពួកគេត្រឡប់ទៅផ្ទះជំងឺរបស់ម្ដាយកាន់តែធ្ងន់ធ្ងរខ្លាំងណាស់ស៊ន់ត្រូវតែព្រួយបារម្ភអំពីម្ដាយនៅពេលនេះម្ដាយបានរកឃើញស្នាមឈាមនៅលើដៃរបស់នាងកូនប្រុសអ្នកបានរបួសមែនទេមិនទេម្ដាយនេះមិនមែនជាឈាមរបស់ខ្ញុំទេគឺបែតូចមួយបានរបួសយើងបានជួយវាដាក់បិទរបួសឪពុកក្មេងអ្នកទាំងពីរបានចូលភ្នំម្ដងទៀតនេះធ្វើឲ្យម្ដាយកាន់តែព្រួយបារម្ភគ្រប់អ្វីមានចិត្តមានសំណាងរបស់ខ្លួនម្ដាយខ្ញុំទៅរៀបចំអាហារបន្តិចវ៉ាងសិក្សានៅផ្ទះទេនៅក្នុងភ្នំតើខ្លាកំពុងឡើងវាធ្វើការលាក់ខ្លួននៅក្នុងព្រៃសពថ្ងៃពិបាកក្នុងការតាមអនុស្សាវរីយ៍យកមួយអ្នកប្រមាញ់ម្នាក់មកស្វែងរកសូមមើលទៅគាត់មិនអាចធ្វើអ្វីបានទេលោកវៀងអ្នកគ្រាន់តែជាវត្ថុមិនអាចចាប់ខ្លាបានទេមិនចាំបាច់ឲ្យអ្នកចាប់ទេអ្នកនឹងលោកគឺមិនបានរកឃើញវាទេអ្នកគ្រាន់តែជួយខ្ញុំស្វែងរកវាខ្ញុំនឹងចាប់វាខ្លានោះធំណាស់វាមិនងាយចាប់ទេខ្លាដ៏ធំគឺមានវិញ្ញាណហើយនេះមិនសមស្របទេដើមដើម្បីមិនចង់បំផ្លាញខ្លាប៉ុន្តែក្រោមការបង្ខំរបស់អ្នកប្រមាញ់គាត់បានគិតពីប្រពន្ធរបស់គាត់ដែលមានជំងឺដូច្នេះពួកគេបានសម្រេចចិត្តខ្ញុំមិនចង់បានខ្លាទេហេតុអ្វីមិនចង់បានទេតើអ្នកមានអ្វីខ្លះ
លីងជីបងជួយខ្ញុំចាប់តោខ្ញុំជួយអ្នកប្រមូលលីងជឺថ្ងៃក្រោយពួកគេបានមកដល់ភ្នំបានដាក់បណ្ដាញចាប់សត្វធំមួយដើម្បីរៀបចំចាប់ខ្លានោះនេះគឺបានហើយនឹងធានាថាវានឹងមកពេលវាមកខ្លានេះឆ្លាតប្រសិនបើមិនជឿទេការចាប់យើងនឹងមិនដូចការចាប់ជ្រូកទេកុំភ័យប្រាក់ច្រើនជាងសាច់តោគឺមិនអាចប៉ះពាល់វាបានទេដូចនេះខាងលើគឺជាសំណាញ់ខាងក្រោមខ្ញុំបានជីក្រណ្ដៅបើវាចូលមិនអាចឡើងវិញទេបានក្រោយធ្វើរួចយើងចាំមើលដូចនេះពួកគេបានស្ងាត់លាក់ខ្លួនរងចាំការបង្ហាញរបស់ខ្លាធំសូមជួយចុច follow និងឲ្យបេះដូងម្នាក់មួយដើម្បីទទួលភាពបន្តរឿងល្អមើលច្រើនទៀតចង់មើលរឿងអីជួយ comment មកណាKSK ខ្មែរស្រឡាញ់ខ្មែរជួយខ្មែររួមសាមគ្គីពួកអាចោសៀមវិនី